បញ្ជាការជាតិខ្ពស់ NATO ព្រមមានថាសម្ព័ន្ធមិត្តត្រូវតែធ្វើទំនើបកម្មនិងពង្រឹងការការពារជាតិជាបន្ទាន់ដើម្បីទប់ទល់នឹងការគំរាមកំហែងសកលថ្មីក្នុងបរិបទស្ថានភាពសន្តិសុខពិភពលោកកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័សនិងពោរពេញដោយភាពមិនប្រកបប្រជាមន្ត្រីជាតិខ្ពស់បំផុតម្នាក់របស់អង្គការ NATO បានចេញមុខមកព្រមានយ៉ាងធ្ងន់ធ្ងរទៅកាន់ប្រទេសជាសមាជិកទាំងអស់អំពីភាពចាំបាច់ក្នុងការផ្លាស់ប្តូរយុទ្ធសាស្ត្រការពារជាតិការព្រមាននេះកើតឡើងចំពេលដែលពិភពលោកកំពុងសម្លឹងមើលដោយក្តីបារម្ភចំពោះសកម្មភាពយោធារបស់រុស្ស៊ីនិងការរីកសាយភាយនៃបច្ចេកវិទ្យាសព្វាវុធទំនើបពីសំណាក់ប្រទេសគូសត្រូវចាប់តាំងពីលោក Vladimir Putin បានបើកការឈ្លានពានទ្រង់ទ្រាយធំទៅលើប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ 2022 រុស្ស៊ីមិនត្រឹមតែបានប្រើប្រាស់កម្លាំងទ័ពនៅលើសមរភូមិប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានធ្វើការកែតម្រង់រចនាសម្ព័ន្ធផ្ទៃក្នុងរបស់ខ្លួនទាំងស្រុងលោក Perry Van Der មេបញ្ជាការជាន់ខ្ពស់នៃអង្គភាពទំនើបកម្មយុទ្ធសាស្ត្ររបស់ NATO បានលើកឡើងនៅក្នុងវេទិកាសន្តិសុខនិងការពារជាតិនៅទីក្រុងប៉ារីសថារុស្ស៊ីបានសម្រេចចិត្តដាក់សេដ្ឋកិច្ចជាតិរបស់ខ្លួនឲ្យស្ថិតនៅលើមូលដ្ឋានសង្គ្រាមការដាក់សេដ្ឋកិច្ចលើមូលដ្ឋានសង្គ្រាមនេះមានន័យថារោងចក្រនិងធនធានស្ទើរតែទាំងអស់របស់រុស្ស៊ីត្រូវបានបង្វែរមកបម្រើឲ្យការផលិតសព្វាវុធក្របរំសេវនិងសម្ភារៈសឹកលោក Van Der បានសង្កត់ធ្ងន់ថារុស្ស៊ីបានផ្លាស់ប្ដូរហើយយើងមិនអាចប្រើប្រាស់ក្រសែភ្នែកចាស់ដើម្បីមើលសត្រូវដែលមានរូបរាងថ្មីនេះបានឡើយការកើនឡើងនៃផលិតកម្មអាវុធរបស់រុស្ស៊ីគឺជាបញ្ហាប្រឈមដ៏ធំដែលសមាជិក NATO ភាគច្រើនហើយដូចជាមិនទាន់បានត្រៀមខ្លួនរួចរាល់ឬមិនទាន់យល់ច្បាស់ពីទំហំនៃគ្រោះថ្នាក់នេះនៅឡើយចំណុចដ៏សំខាន់បំផុតដែលលោក Van Der បានលើកឡើងគឺការកែប្រែទស្សនៈលើការវិនិយោគការពារជាតិជាទូទៅប្រទេសសមាជិក NATO តែងតែផ្ដោតលើការដំឡើងកញ្ចប់ថវិកាយោធាប៉ុន្តែលោកបានអះអាងថាលុយតែម្យ៉ាងមិនទាន់គ្រប់គ្រាន់នោះទេលោកបានថ្លែងជាភាសាអង់គ្លេសច្បាស់ថានេះមិនមែនជាបញ្ហាលុយកាក់ទេវាគឺជាបញ្ហាល្បឿនក្នុងន័យនេះលោកចង់សម្ដៅទៅលើសមត្ថភាពរបស់ឧស្សាហកម្មការពារជាតិក្នុងការសម្របខ្លួននិងពន្លឿនការផលិតខណៈដែលរុស្ស៊ីនៅសម្ព័ន្ធមិត្តរបស់ខ្លួនអាចផលិតដ្រូននិងគ្រាប់កាំភ្លើងធំបានរាប់ម៉ឺនក្នុងរយៈពេលខ្លីបណ្ដាប្រទេសលោកខាងលិចនៅតែជាប់គាំងក្នុងប្រព័ន្ធរដ្ឋបាលដ៏ស្មុគស្មាញនិងខ្សែសង្វាក់ផលិតកម្មដែលយឺតយ៉ាវ NATO ត្រូវការជំរឿដ៏ត្រឹមត្រូវក្នុងការជ្រើសរើសប្រភេទអាវុធដែលត្រូវផលិតនិងការដាក់ឲ្យប្រើប្រាស់បានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបានមេបញ្ជាការ Van Der ក៏បានរំលឹកអំពីព្រឹត្តិការណ៍នៅថ្ងៃទី 28 កុម្ភៈដែលពាក់ព័ន្ធនឹងការវាយប្រហារសងសឹករបស់អ៊ីរ៉ង់លើប្រទេសក្នុងតំបន់ឈូងសមុទ្របន្ទាប់ពីមានការវាយប្រហារពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលោកបានប្រើប្រាស់ឧទាហរណ៍នេះដើម្បីបង្ហាញថាបើ NATO មិនប្រុងប្រយ័ត្ននិងមិនផ្លាស់ប្ដូរទេពួកគេនឹងត្រូវជួបជោគវាសនាដោយអ្វីដែលតំបន់ឈូងសមុទ្របានជួបប្រទះពោលគឺភាពងាយរងគ្រោះចំពោះការវាយប្រហារដែលមិនអាចទប់ទល់បានទាន់ពេលវេលាជាពិសេសលោកបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់រុស្ស៊ីនិងអ៊ីរ៉ង់ក្នុងការផលិតយានដ្រូនទ្រង់ទ្រាយធំយានដ្រូនបានក្លាយជាអាវុធយុទ្ធសាស្ត្រថ្មីដែលមានតម្លៃថោកបើធៀបនឹងយន្តហោះចម្បាំងអាចប្រើប្រាស់ក្នុងចំនួនដ៏ច្រើនលើសលប់ដើម្បីបំបុកប្រព័ន្ធការពារអាកាសហើយនៅមានការវិវត្តបច្ចេកវិទ្យាយ៉ាងលឿនដែលតម្រូវឲ្យមានការឆ្លើយតបផ្នែកបច្ចេកវិទ្យាជារៀងរាល់ថ្ងៃដើម្បីទប់ទល់នឹងស្ថានភាពនេះលោក Perry Van Der បានផ្ដល់នូវធាតុចូលសំខាន់ៗមួយចំនួនសម្រាប់បណ្ដាប្រទេសសមាជិកដូចជា1ការទទួលស្គាល់ការពិតសម្ព័ន្ធមិត្តត្រូវតែទទួលស្គាល់ថាពិភពលោកលែងស្ថិតក្នុងសន្តិភាពដូចមុនទៀតហើយទំហំនៃបញ្ហាប្រឈមគឺធំធេងជាងការគិត2ទំនើបកម្មឧស្សាហកម្មអាវុធត្រូវផ្លាស់ប្ដូរពីការផលិតបែបយឺតមកជាការផលិតទ្រង់ទ្រាយធំនិងរហ័ស3ការសម្របខ្លួនផ្នែកយុទ្ធសាស្ត្រមិនត្រូវផ្ដោតតែលើអាវុធធនធ្ងន់ប្រពៃណីប៉ុណ្ណោះទេប៉ុន្តែត្រូវផ្ដោតលើបច្ចេកវិទ្យាឌីជីថលយានដ្រូននិងប្រព័ន្ធការពារដែលឆ្លាតវៃនិងទី4សាមគ្គីភាពនិងការសម្រេចចិត្តរាល់ការសម្រេចចិត្តត្រូវធ្វើឡើងដោយភាពម៉ឺងម៉ាត់និងឆាប់រហ័សបំផុតដើម្បីកុំឲ្យយឺតពេលមុនសត្រូវផ្លាស់ប្ដូរយុទ្ធសាស្ត្រថ្មីជារួមសាររបស់មេបញ្ជាការ Perry Van Der គឺជាការដាស់តឿនឲ្យភ្ញាក់រលឹកសម្រាប់បណ្ដាប្រទេសលោកខាងលិចក្នុងសម័យកាលដែលសត្រូវកំពុងបង្កើនល្បឿននៃការរៀបចំសង្គ្រាម NATO មិនអាចគ្រាន់តែឈរមើលឬចំណាយពេលយូរក្នុងការពិភាក្សានោះទេប្រសិនបើគ្មានការផ្លាស់ប្ដូរជាបន្ទាន់លើរបៀបរបបនៃការការពារជាតិនិងការផលិតសព្វាវុធនោះទេសម្ព័ន្ធមិត្តអាចនឹងត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដែលមិនធ្លាប់មានចាប់តាំងពីចប់សង្គ្រាមលោកលើកទី2មកល្បឿនគឺជាគន្លឹះនៃជ័យជំនះក្នុងសតវត្សទី 21ហើយ NATO ត្រូវតែរត់ឲ្យទាន់ល្បឿននេះជាដាច់ខាត